ជំរាបសួរបងប្អូនទាំងគ្នានៅក្នុងវីដេអូនេះខ្ញុំបាទមានម៉ូទ័រស្វានបុក3តង់របស់ Makita បាទមកបង្ហាញជូនបងប្អូនទាំងគ្នាហើយម៉ូទ័រស្វានបុកនេះគឺប្រើថ្មប្រភេទ8 វ៉ុលដូចគ្នាបាទដូចបងប្អូនបានឃើញអញ្ចឹងនេះបាទ8 វ៉ុលនេះក៏8 វ៉ុលបាទហើយតើតោជាមួយនឹង model មួយនេះគឺ DHR 242បាទមួយនេះ DHR 243បាទអញ្ចឹងតើតោជាមួយនឹងសមត្ថភាពក្នុងការស្វានបាទផ្លែធំបំផុតស្វានបេតុងណាគឺ24លីដូចគ្នាបាទស្វានដែក13លីដូចគ្នាបាទដូចគ្នាសឹងតែទាំងអស់អ្វីដែលខុសគ្នាគឺចំណុចមួយនេះបាទកន្លែងដកដូរបាទដកដូរក្បាលអញ្ចឹងដកដូរក្បាលនេះគឺដើម្បីអីដើម្បីបងប្អូនអរគ្នាអាចធ្វើការស្វានដែកស្វានឈើអីបានបាទនៅក្នុងប្រអប់គឺមានក្បាលមួយទៀតសម្រាប់ធ្វើការដកដូរបាទជាប្រភេទក្បាលដែលយើងមូលក្នុងការចាប់ផ្លែស្វានដែកស្វានឈើឬក៏មូលវាអញ្ចឹងទៅបាទជាក់ស្ដែងទៅតាមការងារអញ្ចឹងប្រភេទនេះគឺដូរបានទេចំណែកឯប្រភេទនេះដូរបានអញ្ចឹង model DHR 243គឺដូរក្បាលក្នុងការចាប់ផ្លែបានណាអញ្ចឹងបើសិនជាបងប្អូនមានតម្រូវការជាមួយនឹង motor បាទស្វានបុក3តង់ដែលយើងអាចត្រេក្បាលបានចាប់ក្បាលបានគឺប្រភេទនេះគឺអត់បានទេបាទអញ្ចឹងមានប៉ុណ្ណឹងបាទអញ្ចឹងសូមអរគុណ